សួស្តីអ្នកទាំងអស់គ្នាខ្ញុំក៏វីដេអូឡើងមានជាការចាក់ចែងដំណើរទៅទីក្រុងភ្នំពេញទាំងយប់តែម្ដងលើកទី1ដែលជិះឡានគេងយប់និយាយមែនអារម្មណ៍ពេលហ្នឹងមានអារម្មណ៍ថាថាប់ទៅហើមជាខ្លាំងមេអញចង់ហាក់ផ្សេងអញហាក់ចេញភ្លាមពីយប់ដល់ភ្លឺបានគេងនៅក្នុងឡានដេកភ្ញាក់បើភ្នែកមកដល់ភ្នំពេញល្មមអញនិយាយបានថានេះគឺជាលើកទី1របស់ខ្ញុំដែលមកលេងទីក្រុងភ្នំពេញនិយាយមែនពេលឃើញទីក្រុងភ្នំពេញលើដំបូងមានអារម្មណ៍ថា surprise ខ្លាំងហ្មងព្រោះដែលបានឃើញអាគេខ្វះខ្លាំងហ្មងរវល់តែជិះតាមដងផ្លូវសក់ឥឡូវយើងបានធ្វើដំណើរមកដល់វិមានឯករាជ្យហើយធ្លាប់តែឃើញនៅក្នុងទូរស័ព្ទទូទាស់ឥឡូវបានមកឃើញខ្លួនឯងពិតមានអារម្មណ៍ថារំភើបខ្លាំងហ្មងដោយសារតែនេះជាលើកទី1របស់ខ្ញុំនៅទីក្រុងភ្នំពេញឥឡូវនេះពួកខ្ញុំនាំគ្នាជិះទៅរកអីញ៉ាំពេលព្រឹកសិនដោយសារតែពេលចុះពីលើឡានហ្នឹងអត់ទាន់បានញ៉ាំអីពេលព្រឹកឥឡូវកំពុងនាំគ្នាជិះទៅរកអីញ៉ាំនៅក្បែរម្ដុំវត្តភ្នំហ្នឹងរវល់តែដកទូរស័ព្ទថតលេខថតក៏ឥឡូវបានជិះមកដល់វត្តភ្នំបាត់បានជិះកាត់វត្តភ្នំនៅពេលព្រឹកចឹងស្រស់ស្រាយខ្លាំងដោយសារតែនៅវត្តភ្នំនឹងមានដើមឈើជុំវិញហើយបរិយាកាសថ្ងៃនេះក៏ល្អទៀតលើកាត់មកដល់កន្លែងញ៉ាំអីនៅមុខមន្ទីរពេទ្យកុមារម្ដុំវត្តភ្នំនឹងទិញបាញ់សុងម្នាក់មួយចានតម្លៃគួរសមដែរមួយចាន 4,000 ស៊ីឆាប់អីហើយនឹងអាហោមិនក៏រើសរបស់ទីតាមផ្លូវអញ្ចឹងឥឡូវពីអ្នកមិត្តភ័ក្ដិខ្ញុំបន្ទាប់ពីញ៉ាំអីពេលព្រឹកហើយពួកយើងក៏នាំគ្នាជិះសម្ដៅទៅអគារវឌ្ឍនៈដោយសារតែការឡើងមកភ្នំពេញរបស់យើងនឹងពួកយើងនាំគ្នាមកធ្វើវីសាជុំគ្នាឥឡូវយើងកំពុងតែជិះទៅអគារវឌ្ឍនៈហើយក៏ឆ្លៀតថតនៅតាមដងផ្លូវទេសភាពពណ៌បៃតងពេលព្រឹកព្រលឹមអីចឹងឥឡូវនេះយើងមកដល់អគារវឌ្ឍនៈល្មមឥឡូវយើងកំពុងតែជិះចូលយកម៉ូតូទៅចតសិនឆ្លៀតពេលមុនការណាត់ជួបមកដល់ពួកយើងក៏នាំគ្នាដើរលេងជុំវិញម្ដុំក្បែរអគារវឌ្ឍនៈនឹងលើកំពុងតែ enjoy ខ្លាំងហ្មងព្រោះតែ enjoy នឹងការថតរូបនៅខាងក្រៅឥឡូវនេះពួកយើងជិតដល់ម៉ោងក៏នាំគ្នាត្រឡប់មកអគារវឌ្ឍនៈវិញហើយក៏ឆ្លៀតថតតិចតួចនៅខាងមុខនឹងឥឡូវនេះពួកយើងបានដើរចូលមកក្នុងដើម្បីអង្គុយរងចាំនៅ lobby រងចាំការណាត់ជួបសម្ភាសមានផ្លេចទេអារឿងថតគឺលេខ1តែម្ដងនិយាយមែនបន្ទាប់ពីអង្គុយនិយាយជុំគ្នាបានមកសន្ទុះឥឡូវនេះពួកយើងក៏នាំគ្នាឡើងមកចិនទី5ដើម្បីឈរនៅមុខបន្ទប់រងចាំការធ្វើវីសាហើយនិងការសម្ភាសនៅសល់ពេលតិចតួចក៏ឆ្លៀតមករៀបចំខ្លួនតិចតួចហើយថតតិចតួចហើយរឿងថតនេះមួយគឺមិនចូលចិត្តដាច់ខាតមកពុះពីពុះដល់តែបានយកតែម្ដងបន្ទាប់ពីការរៀបចំឯកសារនិងការសម្ភាសរួចរាល់ហើយក៏ចុះមកខាងក្រោមហើយថតទេសភាពនៅក្បែរកញ្ចក់ស្រស់ស្រាយខ្លាំងមែនទែនFinally ការមកធ្វើវីសានិងការសម្ភាសក៏ត្រូវបានបញ្ចប់ហើយក៏មកសម្រាប់នៅខាងក្រោមរងចាំមិត្តភ័ក្តិទៅដើរលេងជុំគ្នាអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយវគ្គ2